ស្រាប់តែនាយសវណ្ណបានឮសំឡេងនរណាម្នាក់ស្រែកខ្សឹបពីក្រៅខ្នងរបស់គេថាកុំទៅណាម្ដាយណាកគេឃើញមានដៃដ៏ស្គមស្កាំងមួយចេញពីក្នុងដីភ្នោបន្តិចក្រោយមករាងកាយស្ត្រីម្នាក់ដែលមានសភាពហើមស្អុយរលួយសក់វែងរលាស់បានងើបចេញពីក្នុងភ្នោភ្នែករបស់នាងមានពណ៌ក្រហមឆ្អៅហើយសម្លឹងចំនាយសវណ្ណទាំងគំនុំអាឃាតនៅភូមិអន្លង់ជ្រៅគេតែងតែនិយាយតគ្នាអំពីទីតាំងដ៏អាថ៌កំបាំងមួយដែលគេហៅថាទូលភ្នោខ្មោចទូលនេះមិនមែនជាទីបញ្ចុះសពធម្មតាទេវាជាដីទូលមួយដុះខ្ពស់ស្ថិតនៅដាច់ស្រយាលពីភូមិពេលថ្ងៃក៏ស្ងាត់ជ្រងំតែបើពេលយប់វិញគឺគេឮសូរតែសំឡេងខ្យល់បក់វូនិងសំឡេងយំសោកយ៉ាងព្រឺព្រួយដែលគេជឿថាជាវិញ្ញាណមិនអាចទៅចាប់ជាតិតួអង្គសំខាន់គឺនាយសុវណ្ណជាបុរសវ័យក្មេងមានចិត្តក្លាហានតែរឹងរូសចូលចិត្តភ្នាល់រឿងប្លែកថ្ងៃមួយនាយសុវណ្ណបានភ្នាល់ជាមួយនាយវណ្ណៈនិងមិត្តភក្តិរបស់ខ្លួនថានឹងហ៊ានទៅអង្គុយតែម្នាក់ឯងនៅលើកំពូលទូលភ្នោខ្មោចនោះចាប់ពីម៉ោង 12 យប់រហូតទូលភ្លឺនៅយប់កំណត់នាយសុវណ្ណបានកាន់ចង្កៀងកញ្ចក់មួយដើរសំដៅទៅទូលភ្នោខ្មោចពេលទៅដល់ភាពងងឹតបានគ្របដណ្ដប់ទាំងស្រុងភាពស្ងាត់ជ្រងំធ្វើឲ្យគេឮសូរត្រចៀករបស់ខ្លួនឯងគេបានអង្គុយចំពីលើធ្នោថ្មបាក់បែកមួយម៉ោងកាន់តែគៀកទៅ12 យប់ខ្យល់ចាប់ផ្ដើមបក់បោកខ្លាំងជាងមុននៅម៉ោងប្រហែល 12 កន្លះនាទីយប់នាយសុវណ្ណបានចាប់ផ្ដើមឮសំឡេងចម្លែកដូចជាសំឡេងអ្វីមួយកំពុងវាមកលើស្មៅក្បែរនោះគេយកចង្កៀងឆ្លុះមើលតែមិនឃើញអ្វីសោះភ្លាមនោះក្លិនស្អុយអាសោចដូចជាសពរលួយក៏បក់មកប៉ះច្រមុះរំពេចនោះសំឡេងកណ្ដឹងវត្តក៏លាន់ឮឡើងតិចតែសំឡេងនោះដូចជាលាន់ឮចេញពីក្រោមដីពេលវេលាកាន់តែរំកិលចិត្តម៉ោង 2 ទៀបភ្លឺភាពត្រជាក់ចម្លែកមួយបានចូលមកគ្របដណ្ដប់ទូលភ្នោទាំងមូលស្រាប់តែនាយសុវណ្ណបានឮសំឡេងនរណាម្នាក់ស្រែកខ្សឹបពីក្រៅខ្នងរបស់គេថាកុំទៅណាម្ដាយណាកគេបែរទៅក្រោយយ៉ាងលឿនតែមិនឃើញនរណាសោះពេលដែលគេបែរមកវិញភ្នែករបស់គេក៏ធ្លាក់ចំទៅពីមុខធ្នោដែលកំពុងអង្គុយដីភ្នោនោះចាប់ផ្ដើមរង្គើភ្នោថ្មបានបែកប្រេះហើយមានផ្សែងពណ៌សស្អុយហុយចេញមកនាយសុវណ្ណស្រែកមិនចេញព្រោះភ័យរន្ធត់ពេកគេឃើញមានដៃដ៏ស្គមស្កាំងមួយចេញពីក្នុងដីភ្នោ
រួចចាប់ច្រត់ដីបន្តិចក្រោយមករាងកាយស្ត្រីម្នាក់ដែលមានសភាពហើមស្អុយរលួយសក់វែងរលាស់បានងើបចេញពីក្នុងភ្នោភ្នែករបស់នាងមានពណ៌ក្រហមឆ្អៅហើយសម្លឹងចំនាយសវណ្ណទាំងគំនុំអាឃាតនាងខ្មោចបានលៀនអណ្ដាតយ៉ាងវែងហើយស្រែកយំលាយសើចថាហេតុអ្វីឯងមកអង្គុយលើខ្លួនអញឯងត្រូវតែនៅជាមួយអញនេះទេនាយសវណ្ណស្រែកអស់ពីកម្លាំងជួយផងខ្មោចខ្មោចស្រីនោះបានវាមកជិតគេយឺតទាំងលូកដៃចាប់ករបស់គេយ៉ាងណែនរហូតគេដកដង្ហើមលែងរួចនាយវណ្ណៈនិងពួកម៉ាក់ដទៃទៀតបានឮសំឡេងស្រែកយ៉ាងរន្ធត់នោះក៏បោះបង់ការភ្នាល់ចោលរត់ចូលទៅជួយពេលពន្លឺពិលចាំងដល់ទីនោះខ្មោចស្រីក៏បានបាត់ខ្លួនទៅក្នុងដីវិញយ៉ាងលឿននាយសុវណ្ណសន្លប់បាត់ស្មារតីហើយនៅពេលដែលភ្ញាក់ឡើងគេក៏ធ្លាក់ខ្លួនទៅជាមនុស្សស្លន់និយាយរអ៊ូពីដៃខ្មៅក្លិនស្អុយហើយលែងហ៊ានបោះជំហានទៅជិតទីណាដែលមានដីទួលឬភ្នោទៀតឡើយទួលនោះនៅតែជាទីតាំងដែលគ្របដណ្ដប់ដោយភាពស្ងាត់ជ្រងំរួមជាមួយសម្រែកអាឃាតរបស់វិញ្ញាណដែលរងចាំជនរំលោភជាទីជម្រករបស់ខ្លួនជារៀងរហូត